បន្ទាប់ពីខ្ញុំបានមើលឃើញរូបភាពមួយសន្លឹកនេះហើយធ្វើឲ្យខ្ញុំនឹកឃើញដល់ប្រធានបទមួយដែលយើងនិយាយថាក្នុងដំណើរជីវិតរបស់យើងហ្នឹងគឺប្រហែលជាយើងអាចស្គាល់មនុស្សច្រើននៅក្នុងសង្គមនេះប្រហែលជាយើងអាចស្គាល់ច្រើនតាមរយៈការសិក្សាឬក៏តាមរយៈការងារអីចឹងទៅប៉ុន្តែយើងស្គាល់មនុស្សច្រើននៅក្នុងសង្គមមែនមិនប្រកាសថាយើងគឺពិតជាមនុស្សដែលមានមិត្តភ័ក្តិច្រើនទេហេតុអីបានជាយើងស្គាល់មនុស្សច្រើនក្នុងសង្គមប៉ុន្តែបែរជាយើងអត់មានមិត្តភ័ក្តិច្រើនន័យរបស់ខ្ញុំគឺចង់មកចែករំលែកថាបើសិនជាយើងពិតជាត្រូវរាប់អានមិត្តភ័ក្តិនៅក្នុងសង្គមមែនគឺយើងត្រូវតែរាប់អានមិត្តល្អទោះមានមិត្តភ័ក្តិតិចក៏ដោយក៏វាមិនសំខាន់ដែរប៉ុន្តែរឿងដែលសំខាន់តិចនឹងក៏ដោយម្នាក់ពីរនាក់ក៏ដោយប៉ុន្តែត្រូវតែជាមនុស្សល្អមនុស្សល្អហ្នឹងល្អយ៉ាងម៉េចល្អហ្នឹងមិនមែនមានន័យថាយើងទៅធ្វើរឿងខុសហើយមិត្តភ័ក្តិយើងនឹងចូលរួមធ្វើដែរហើយយើងចាត់ទុកថាគាត់ជាមនុស្សល្អដែលគាត់ព្រមទៅធ្វើរឿងខុសជាមួយយើងទោះយើងធ្វើខុសធ្វើត្រូវមិនក៏គាត់នៅតែធ្វើជាមួយយើងនៅតែនៅខាងយើងហើយសម្គាល់ថាគាត់ជាមនុស្សល្អមិនមែនមានន័យអញ្ចឹងទេមិត្តភ័ក្តិល្អហ្នឹងគឺធ្វើល្អចំពោះយើងហើយហាមយើងមិនឲ្យទៅធ្វើរឿងខុសហ្នឹងបានហៅថាមិត្តល្អឃើញយើងទៅធ្វើរឿងខុសអីមួយហ្នឹងគឺព្យាយាមប្រាប់ព្យាយាមហាមហើយក៏មិនដែលនាំយើងទៅធ្វើរឿងខុសដែរដូចជារឿងខុសធម៌ខុសវិន័យខុសច្បាប់ខុសទម្លាប់ខុសសិលអីចឹងជាដើមអាហ្នឹងបានហៅថាមិត្តល្អមិត្តល្អហ្នឹងគឺព្យាយាមប្រាប់យើងកុំឲ្យយើងទៅធ្វើរឿងដែលខុសច្បាប់ទៅវាមានទុកទោសផ្សេងកុំឲ្យយើងទៅធ្វើរឿងដែលខុសសិលកុំឲ្យយើងធ្វើរឿងដែលមានអំពើជាអំពើបាបកម្មផ្សេងអាហ្នឹងបានហៅថាមិត្តល្អមិត្តល្អហ្នឹងគឺមានចិត្តចង់ជួយនៅពេលដែលឃើញថាយើងទៅធ្វើរឿងខុសដូច្នេះជានិយមន័យមិត្តល្អចំពោះខ្ញុំសូមចែករំលែកថាមិត្តល្អហ្នឹងគឺជាមិត្តដែលធ្វើល្អចំពោះយើងធ្វើល្អចំពោះអ្នកដទៃហើយហាមយើងមិនឲ្យទៅធ្វើរឿងដែលខុស